ឥឡូវថ្ងៃនេះយើងរៀនអំពីពាក្យ or advice ឥឡូវយើងមើលឧទាហរណ៍ The contractor shall be responsible for damages caused by negligence, mismanagement or otherwise អញ្ចឹងពាក្យ or advice នៅចុងឃ្លាបែបហ្នឹងតើយើងបកថាម៉េចទៅអញ្ចឹងយើងអាចបកថាអ្នកទទួលការត្រូវទទួលខុសត្រូវចំពោះការខូចខាតផ្សេងៗដែលបង្កឡើងដោយសារការធ្វេសប្រហែសការគ្រប់គ្រងមិនបានត្រឹមត្រូវឬករណីផ្សេងៗទៀតនៅក្នុងកិច្ចសន្យាពាក្យ contractor យើងអាចបកថាអ្នកទទួលការមានន័យថាគាត់នឹងទទួលគម្រោងពីម្ចាស់គម្រោងឧទាហរណ៍ថាម្ចាស់គម្រោងគាត់ត្រូវការសាងសង់ហើយត្រូវការក្រុមហ៊ុនសំណង់អញ្ចឹងក្រុមហ៊ុនសំណង់ដែលទទួលការងារធ្វើផ្នែកសាងសង់ហ្នឹងយើងអាចហៅថាអ្នកទទួលការអញ្ចឹង noun ខាងមុខ or advice ហ្នឹងមានពាក្យថាការធ្វេសប្រហែសការគ្រប់គ្រងមិនបានត្រឹមត្រូវអញ្ចឹងយើងមើល noun នៅមុខពាក្យ or advice ហ្នឹងគឺមាន noun នេះខ្លះគឺ negligence mismanagementចឹង or advice ហ្នឹងមានន័យថាករណីផ្សេងទៀតក្រៅពី negligence ឬក៏ mismanagement ហ្នឹងចឹងករណីអីផ្សេងទៀតក៏ដោយដែលបង្កឡើងឲ្យទៅជា damages ការខូចខាតហ្នឹងចឹង contractor ដែលជាយើងហៅថាអ្នកទទួលការត្រូវទទួលខុសត្រូវទាំងអស់ឥឡូវយើងមើលឧទាហរណ៍មួយទៀត You can submit your homework by email in person or otherwise នៅចុង clear ទៀតអញ្ចឹង noun នៅមុខពាក្យ or advice ហ្នឹងមានពាក្យ email ហើយនិង in person អញ្ចឹងយើងអាចបកថាអ្នកអាចដាក់កិច្ចការផ្ទះរបស់អ្នកតាម email យកមកដាក់ដោយផ្ទាល់ឬតាមមធ្យោបាយផ្សេងទៀតក៏បានពាក្យថា in person ហ្នឹងមានថាដោយផ្ទាល់ដូចថាយើងយកកិច្ចការផ្ទះយើងទៅឲ្យលោកគ្រូដោយផ្ទាល់ឬក៏យើងទៅដល់សាលាដោយផ្ទាល់ហ្នឹងគេហៅថា in person ហើយដូចយើងនិយាយថា I meet you in person ហ្នឹងមានន័យថាខ្ញុំជួបអ្នកដោយផ្ទាល់ជួបមុខផ្ទាល់ចំណែកពី or advice នៅកតុយនឹងមានន័យថាមធ្យោបាយផ្សេងទៀតក្រៅពី email ហើយនឹងជួបដោយផ្ទាល់ in person ហ្នឹងមធ្យោបាយណាក៏គ្រូទទួលយកដែរអញ្ចឹងមានន័យថាអញ្ចឹងពី or advice ហ្នឹងជាចុងក្រោយសូមជួយចុច subscribe ដើម្បីទទួលបានគន្លឹះបកប្រែល្អៗផ្សេងទៀត